ជំរាបសួរបងប្អូនថ្ងៃនេះនាំអារម្មណ៍បងប្អូនមកមើលពីពិធីជ្រក់ដើមស្ពៃជ្រក់ឬក៏ជ្រក់ស្ពៃជើងទាចាហើយស្ពៃជើងទាហ្នឹងគឺប្អូនគាត់យកមកឲ្យដល់អញ្ចឹងមិនដឹងជាធ្វើអីព្រោះជាទូទៅស្ពៃហ្នឹងគេច្រើនបានតែជ្រក់ខ្ញុំមិនសូវដឹងថាធ្វើអីបានខ្លះចាក៏យកមកលាងទឹកហើយក៏ចាប់ដើមស្រោះម្ដងមួយគុំហើយក៏ដាក់នឹងកញ្ច្រែងដើម្បីឲ្យស្រោះទឹកគឺស្រស់ហ្នឹងគឺដើម្បីកុំឲ្យវាមានរសជាតិហាងបងប្អូនអាចធ្វើរបៀបដូចនាងខ្ញុំក៏បានឬក៏បងប្អូនចេះតាមវិធីណាផ្សេងក៏អាចធ្វើតាមនោះបានប៉ុន្តែខ្ញុំចេះតែមើលរបៀបនេះចាគឺស្រស់ម្ដងមួយគុំអញ្ចឹងទៅរហូតតទៅអស់ហើយចំពោះទឹកដែលស្រស់ហ្នឹងគឺដំបូងឡើយគឺដាក់ដាំឲ្យពុះសិនបងប្អូនឲ្យពុះហើយចាំដាក់នឹងកញ្ឆេងចាបន្ទាប់ពីបានស្រស់អស់ម្ដងមួយគុំហើយខ្ញុំក៏ដាក់កញ្ច្រែងយកទៅសម្ដរថ្ងៃដើម្បីឲ្យវាស្ងួតទឹកសិនចាប្រហែលជាបើមានថ្ងៃអញ្ចឹងស្គរសម្ដរលឿនទៅបើខ្ញុំសម្ដរនេះប្រហែលជា2-3ម៉ោងដែរតមកទៀតក៏ដាក់ក្នុងសូរជ័រព្រោះខ្ញុំអត់មានគីឡូថ្មខ្ញុំដាក់គីឡូជ័រអញ្ចឹងទៅហើយបានយកស្រោចទឹកស្ករដែលដាក់ជាមួយអំបិលនោះដាំឲ្យពុះប៉ុន្តែទឹកស្ករខ្ញុំដាំហ្នឹងគឺខ្ញុំទុកឲ្យត្រជាក់សិនបានខ្ញុំយកមកស្រូបនៅក្នុងស្ពៃដែលទៅត្រាំនេះបន្តមកទៀតគឺចាប់ដើមក្រកកម្រើកវាទុកទៅអញ្ចឹងរយៈពេលទៅ2យប់ក៏អាចជូរបានហូបបានហើយនេះខ្ញុំជ្រក់បានមួយយប់គឺមានពណ៌បែបនេះប៉ុន្តែមិនតាន់ជូរទេហើយវីដេអូនេះមានតែប៉ុណ្ណឹងអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត